leader in me គឺជាប្រព័ន្ធជាដំណើរការនៃការបណ្ដុះបណ្ដាលអភិវឌ្ឍភាពចំណាក់ដឹកនាំបំណិនប្រស្រ័យតាក់ទងជាពិសេសបំណិនសតវត្សទី21នេះនៅក្នុងសាលារៀនពីកម្រិតមត្តេយ្យបឋមមធ្យមតែម្ដងដោយប្រើគ្រោងឆ្អឹងឬក៏ប្រើកលឹះសំខាន់នៃមេរៀនទម្លាប់ល្អទាំង7អញ្ចឹងយើងមានទម្លាប់ល្អទាំង7របស់ឪពុកម្ដាយឆ្នើមរបស់កូនសិស្សឆ្នើមហើយប្រវត្តិគឺបែបនេះពីមុនមកមានតែការបណ្ដុះបណ្ដាលមនុស្សធំទេប៉ុន្តែមានពេលមួយនាយិកាសាលាម្នាក់នៅអាមេរិកដែលឈ្មោះ ABCom លោកស្រី Moril គាត់ធ្លាប់មកស្រុកខ្មែរដែរបាទជាសាលាគាត់ដឹកនាំសាលាមួយនៅក្នុងក្រុងមួយហើយសាលារបស់គាត់ដំណើរការអត់ល្អទេនៅពេលនោះគឺនៅក្នុងក្រសួងអប់រំឬក៏អ្នកគ្រប់គ្រងអប់រំនៅក្នុងក្រុងរបស់គាត់ហ្នឹងកំពុងតែកាត់សាលាហ្នឹងចេញផងប៉ុន្តែគាត់បានមកចូលរៀនជាមួយលោក Stephen Covey ហើយក៏គាត់សួរថាតើអាចយកមុខវិជ្ជាឬក៏មេរៀនទម្លាប់ល្អតាំងពីបុគ្គលឆ្នើមហ្នឹងអាចយកទៅដាក់ឲ្យកូនសិស្សគាត់ប្រើបានអត់ព្រោះវានិយាយពីទម្លាប់ទៅលើភាពម្ចាស់ការ be proactive ហ្នឹងនិយាយពី begin with that in mind និយាយពីការធ្វើផែនការនិយាយពីធ្វើអតិភិបនិយាយពីការធ្វើការក្រុមគិត win ការប្រស្រ័យតាក់ទង seek first to understand then to be understood រហូតដល់ការ synergize ជាប្រយោជន៍រួមជាមួយគ្នាហើយនឹងការយកចិត្តទុកដាក់ទៅលើសុខភាពអារម្មណ៍ចិត្តកាយបញ្ញាស្មារតីដែលយើងប្រើពាក្យ sharp Henderson ហ្នឹងអញ្ចឹងគាត់រៀននៅក្នុងនាមគាត់ជាមនុស្សធំជានាយកសាលាម្នាក់ទេតែពេលនេះគាត់សួរលោក Stephen Covey គាត់សួរថាដាក់ទៅសាលាតូចបានអត់មត្តេយ្យបឋមមធ្យមហើយលោក Stephen Covey ក៏គាត់និយាយថាគាត់អត់ដែរសាក់ដែរអញ្ចឹងសាក់លបងមើលទៅដល់ពេលគាត់សាក់លបងមើលទៅផលដែលផ្ដល់មកហ្នឹងគឺល្អមែនតើរហូតដល់នៅតម្រង់ជួរសិស្សដែលជាសាលាដែលគេគិតថាជាសាលាដែលកម្រងតែកាត់ចេញពីតំបន់ហ្នឹងទៅហើយទៅជាសាលាលេខ1ដែលពុកម្ដាយគ្រប់គ្រងខ្លាំងមែនទែនតាមរយៈយកមេរៀនទម្លាប់ល្អទាំង7នេះយកទៅអនុវត្តនៅក្នុងសាលារៀនអញ្ចឹងនៅពេលនោះបាន Franklin Covey ក៏គាត់ទៅចាប់ដៃគូជាមួយនាយិកា Moril ហ្នឹង ABCom School ហ្នឹងយកកម្មវិធីហ្នឹងមកអនុវត្តទូទាំងពិភពលោកតែម្ដងបច្ចុប្បន្នកាលនេះសាលារៀនដែលប្រើប្រាស់ទម្លាប់ល្អទាំង7បុគ្គលឆ្នើមដើម្បីអភិវឌ្ឍសិស្សនេះយើងមានតាំងពីមត្តេយ្យបឋមមធ្យមដល់ឧត្តមសិក្សាក៏យើងមានដែរ leader in me គេប្រើពាក្យ leader in me បានថា leadership start from me ក្នុងន័យអញ្ចឹងគឺយើងធ្វើនៅមត្តេយ្យបឋមមធ្យមហើយមានមេរៀនច្រើនណាស់ច្រើនទៀតរហូតដល់ការអប់រំដល់សហគមន៍ដល់អាណាព្យាបាលយើងអាចបង្កើតមេរៀនបន្ថែមទម្លាប់ល្អទាំង7របស់ពុកម្ដាយឆ្នើមគឺមានបានទាំងអស់ហើយក៏មានរហូតដល់សាកលវិទ្យាល័យដែលជា platform មួយសម្រាប់ដល់សិស្សនិស្សិតប្រើគឺ Leader U ដែលជា online learning platform ផងដែរក្រៅពីមេរៀនដែលយើងធ្លាប់ឃើញពីមុនគឺ Seven Habits of Highly Effective College Students គឺយើងមានបាននឹងបន្ថែម